បងប្អូនប្រុសម្នាក់ហ្នឹងគឺគាត់និយាយទាំងពិតភ័យថាបាទគឺថ្ងៃអាទិត្យនេះគឺជាថ្ងៃដែលសម្រាកអញ្ចឹងហើយគឺគាត់បានសុំឪពុកម្ដាយគាត់ហ្នឹងទៅបាទមើលបាទពពែជំនួសឪពុកគាត់អញ្ចឹងបងប្អូនស្រាប់តែថ្ងៃហ្នឹងបងប្អូនអើយគឺវាចៃដន្យខ្លាំងមែនតើបាទគាត់កំពុងតែដើរមកបាទបំរុងនៅនឹងផឹកទឹកហើយបងប្អូនអើយគឺមានបាទតកួតកូម៉ូដូដ៏ធំមួយគឺវាចូលមកចាប់សត្វពពែរបស់គាត់អញ្ចឹងគាត់ថាបើពេលហ្នឹងបើសិនជាគាត់អត់មកផ្ទះទេមិនបាទប្រហែលជាមិនមែនជាពពែទេប្រហែលជាគាត់នឹងឯងព្រោះអីបាទអាសត្វតកួតនេះគឺវាបាទរត់លឿនខ្លាំងមែនតើបងប្អូនអញ្ចឹងហើយបាទនៅខាងបាទប្រទេសឥណ្ឌូនេស៊ីគឺគេបាទមានបាទឯកសារក៏ដូចជានេះសឹងរាល់ឆ្នាំបងប្អូនបាទមានអត្រាការបាត់ក្មេងក៏ដូចជាបាត់សត្វពាហនៈហ្នឹងបងប្អូនណាគឺมันមានអ្នកណាទេបងប្អូនគឺមានតែអាសត្វនេះឯងបាទព្រោះអីបាទគឺវាចូលមកពីខាងក្រោយខ្នងគឺបាទស្ងាត់ស្ងៀមមែនតើបងប្អូនចឹងហើយនៅខាងប្រទេសគេហ្នឹងគឺគេបាទមានការកំណត់នៅការលូតលាស់បាទការបន្តពូជខ្លាំងមែនតើគឺគេអត់ចង់ឲ្យវាបាទបង្កើតបានច្រើននោះទេបាទគឺវាអាចបណ្ដាលដល់គ្រោះថ្នាក់ដល់មនុស្សហ្នឹងបងប្អូនអញ្ចឹងហើយគឺគេមានការគ្រប់គ្រង